យូបានតលេងស្រុកលេងភូមិម្ដងតែពេលទៅដល់ស្រុកដល់ភូមិគឺមិនដែលមានមុខនៅស្រុកនៅភូមិទេលេចមុខនៅក្នុងព្រៃរហូតនេះគឺជាវីដេអូដែលខ្ញុំចំណាយពេលចំនួន1យប់1ថ្ងៃដើម្បីធ្វើការបោះតង់នៅទឹកធ្លាក់តាំងយូដែលមានទីតាំងស្ថិតនៅភ្នំត្បែងមានជ័យក្នុងខេត្តព្រះវិហារឥឡូវយើងមកតាមដានទាំងអស់គ្នាចង់ដឹងថាដំណើរផ្សងព្រេងមួយនឹងប្រព្រឹត្តទៅបានដោយយ៉ាងម៉េចមុនពេលដែលនាំគ្នារៀបចេញដំណើរក៏ឆ្លៀតនាំគ្នាទៅផ្សារដើម្បីរកទិញបន្លែត្រីសាច់ក៏ដូចជាគ្រឿងក្រៀមម្រេចខ្ទឹមសម្រាប់ប្រើប្រាស់ក៏ដូចជាសម្រាប់បរិភោគនៅលើភ្នំហើយឲ្យពេលទៅចេញទៅណាទៅណីម្ដងដែលចេះស្រួលមិនមេឃឡើងក្តៅចាស់គ្រាន់តែឯងចេញពីផ្ទះភ្លាមមេឃភ្លៀងយកហ្មងតែទៅតាំងភ្លៀងនឹងសើមខ្ទេចសើមខ្ទាហើយអត់ការទេមានតែរកកន្លែងជ្រកសិនគាត់ជួនជាចាយដនអីនៅម្ដុំនឹងមានផ្ទះអ្នកភូមិក៏សម្រេចចិត្តថាចូលទៅជ្រកនៅកន្លែងគាត់សិនហ្មងទៅចាំពេលរាំងចាំបន្តដំណើរទៅមុខទៀតសង្ស័យពីអតីតជាតិខ្ញុំនឹងភ្លៀងគឺជាគូនឹងគ្នាបានជាឲ្យតែខ្ញុំចេញដំណើរគឺថាមេឃភ្លៀងរហូតបន្ទាប់ពីមេឃរាំងក៏បានមកជួបជុំគ្នាសម្រាប់ការទៅបោះតង់មួយនឹងផងដែរគឺថាមានអ្នកចូលរួមរហូតដល់3នាក់ឯណោះរៀបផ្លែនពីល្ងាចព្រឹកឡើងនាំគ្នាចេញមកនិយាយគ្នាក្នុងក្រុមថាជុំគ្នាម៉ោង9នាំគ្នាឡើងភ្នំម៉ោង10ដល់ពេលជាក់ស្ដែងបានឡើងភ្នំមែនតែនម៉ោង3រសៀលដល់ពេលអញ្ចឹងទៅដឹងនិយាយថាម៉េចហើយមើលទៅបោះតង់ឡើងប៉ុណ្ណាប៉ុណ្ណេចេញមកឡើងចលែកខែកតាបមិនសមស្បងមិនសមវលីមិនសមថងមិនសមមួកមិនសមខោមិនសមក្ដុងអូយនិយាយរួមទៅថារេរ៉ាយកហ្មងកន្លែងហ្នឹងមុននឹងយើងឡើងភ្នំគឺយើងត្រូវតែទិញសំបុត្រជាមុនសិនក្នុងម្នាក់គឺយើងត្រូវតែចំណាយចំនួន2000រៀលអញ្ចឹង3នាក់ខ្ញុំអស់6000ហើយយើងឡើងភ្នំគឺថាយើងត្រូវតែឡើងតាមចន្ទើនឹងឯងដោយសារតែមេឃវាទឹមភ្លៀងហើយដល់អញ្ចឹងទៅរាំងល្អើបន្តិចហើយបើចម្ងាយពីក្រមរហូតដល់ខ្នងភ្នំគឺមានរហូតដល់1050ម៉ែត្រឯណោះនេះឡើងទៅបាន50ម៉ែត្រទេនាំគ្នាដកចកាមន់បដាកន្លែងហ្នឹងប៊ីបបួគ្នាទៅផ្ទះវិញតែក៏ប៉ុន្តែចង់ឲ្យខូចផ្លែនម្ល៉េះហើយក៏សម្រេចចិត្តថាឡើងបន្តទៀតហ្មងទៅបន្ទាប់ពីដើរបានចំនួន60ម៉ែត្រគឺថាសម្រាប់ចំនួន3ដងហើយញើសវិញតាំងពីចុងសក់ដល់ច្បែកគូតដាតវិញនឹងលៀនថ្លែនិយាយលេងទេតាមពិតគេឡើងបាន300ម៉ែត្រដែរហើយនៅតាមផ្លូវពេលយើងឡើងបាន100ម៉ែត្រគឺគេដាក់ទង់សយើងមួយឧទាហរណ៍ថាយើងចង់ចុះចាញ់អត់ចង់ឡើងទៅមុខទេយើងលើកទង់សហើយចុះទៅក្រោមវិញហ្មងទៅថាលេងដឹងទង់សនឹងគេទុកធ្វើអីផងឡើងបានប្រហែលដូចជា400ម៉ែត្រឥឡូវសម្រាប់ហូបផ្លែប៉ោមសិនសម្រាប់ផ្លែប៉ោមនឹងគឺថាប្រូខាកូនអ្នកទិញយកមកពីក្រោមគ្រាន់តែគេឲ្យភ្លាមហូបផ្លែតហ្មងក្នុងផ្លែប៉ោមនោះមានថ្នាំពុលអ្នកដល់គ្នាខ្ញុំស្លាប់ទៅនឹងឯងមូលហេតុមើលរឿង Snow White ច្រើនពេកអូច្រឡំថាប្រូខាជាមេធ្មប់អីដាក់ថ្នាំពុលក្នុងផ្លែប៉ោមនឹងចោលប្រយោជន៍អូយបើអញ្ចឹងមែនខ្ញុំប្រហែលជាត្រូវបដាសាហើយត្រូវស្លាប់អត់ដឹងខ្លួនដេកលក់រាប់រយឆ្នាំខែតតែមាននារីម្នាក់មកថើបខ្ញុំទៅអាចដោះបណ្ដាសានេះបានយយគ្រាន់តែគិតក៏គួរខ្លាចដែរនេះឡើងភ្នំនៅខែវស្សាហើយនិងខែប្រាំងគឺឡើងនៅខែវស្សាស្រួលជាងស្រួលថាខែវស្សាវាមានទឹកបើខែប្រាំងវិញក្តៅហើយអត់ទឹកទៀតដូចទឹកនៅអញ្ចឹងគឺថាហូរអត់ឈប់ទេណាគេចង់សំចៃលុយក៏មិនបាក់បងថ្លៃទឹកអាចមកយកទឹកនឹងទៅប្រើប្រាស់បានតិចដើរឈប់ឥឡូវគឺថាដើរបាន1000ម៉ែត្រដែរនៅសល់តែ50ម៉ែត្រទៀតទេគឺថាខ្ញុំឡើងដល់លើហើយនៅខាងក្រោយរបស់ខ្ញុំនេះគឺជាគោយន្តបើថាយើងចិត្តដើរយើងអាចជួលគោយន្តគេជិះបានដំណើរបោះតង់ប៉ុណ្ណាប៉ុណ្ណេបើជិះគោយន្តអដែរគេហៅថាដំណើរបោះតង់គេហៅជិះគោយន្តទៅបោះតង់បាត់ទេយើងដើរថ្មើរជើងបានយើងអាចកោះគុណមើលទេសភាពក៏ដូចជាស្រូបខ្យល់អាកាសវាធម្មជាតិបាន100%បើយើងជិះគោយន្តអដែរផ្សែងពុលណាមិនបាច់ទេហើយនេះគឺថាពួកខ្ញុំបានជួលគោយន្តគេដើម្បីជិះបានព្រោះថាបំណងឃ្លាតដើរនឹងការដល់កន្លែងបោះតង់ទេព្រោះអីចង្ងាយពីកន្លែងនឹងរហូតដល់កន្លែងបោះតង់គឺមានរហូតដល់5700ម៉ែត្រឯណោះ5គីឡូជាងមិនមែនជិតទេណាណាមួយមេក៏ជិតយប់ទៀតបើនាំគ្នាដើរមកយប់នឹងមិនបាច់ទេទៅដល់កន្លែងបោះតង់ព្រឹកល្មមដល់ម៉ោងមកផ្ទះវិញហើយកន្លែងហ្នឹងគេហៅថារូងខ្លាកូនហើយមកដល់កន្លែងហ្នឹងគឺថាគោយន្តគេអត់អាចមកទៀតបានទេយើងត្រូវដើរថ្មើរជើងគ្រាន់តែគេប្រាប់ថារូងខ្លាកូនភ្លាមកលេចទៅឃើញរូងខ្លាមែនទេខ្ញុំនេះឡើងភើតពោះប៉ិនគូតម្ជុលម៉ោងក៏រាំងជ្រេដែរម៉ោង6មេក៏ចាប់ដើមងឹតបដាហើយដើរប្រហែលជាមួយផ្លេតឥឡូវនេះគឺថាខ្ញុំបានដើរមកដល់កន្លែងគេបោះតង់ហើយនៅនឹងគឺថាមានតង់គេសម្រាប់ជួលច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនដែលមានកម្រងចង់បោះតង់មិនបាច់ចាំសែងតង់មកពីក្រោមដើម្បីធ្ងន់ទេយើងជួលតង់នៅកន្លែងគេដេកក៏បានដែរកុំឲ្យពិបាកកាន់មកពីក្រោមទៅធ្ងន់ហើយនេះនៅពេលដែលយើងចូលមកដល់ខាងក្នុងគឺសូមស្វាគមន៍ទឹកធ្លាក់សហគមន៍តាំងយូដោយហេតុយកតង់មកខ្លួនឯងអញ្ចឹងទៅយើងត្រូវដើរទៅរកកន្លែងបោះតង់ដើរបដើឆ្លៀតដើររកឆ្លោះអង្កែបដើក្រែងលោកបានយកធ្វើមហូបចេញឆ្លោះមុនដំបងខុសបច្ចេកទេសឃើញគីងគក់ស្មានអង្កែតែមើលចិត្តទៅបានថាគីងគក់ឥឡូវមើលតែប៉ុណ្្នឹងសិនបានហើយចាំថ្ងៃក្រោយចាំមើលតទៀតតែមើលថ្ងៃនឹងអស់បាត់សាយអត់មានអីមើលសូមរងចាំទស្សនាភាគបន្តសូមអរគុណ